ឆ្នាំលើធុងស្នោហាក់បីដូចជាបច្ចេកទេសថ្មីប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតែកត្តាបម្រែបម្រួលអាកាសធាតុដែលបណ្ដាលឲ្យទិន្នផលបានធ្លាក់ចុះធ្វើឲ្យលពូរស់ម៉ៅព្យាយាមស្រាវជ្រាវនៅបច្ចេកទេសថ្មីក៏ដូចជាទទួលបាននៅវគ្គបណ្ដុះបណ្ដាលនានាដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនេះដោយយករបស់ចាស់មកប្រើប្រាស់ដូចជាកេសស្នោជាដើមតើអ្នកបានសាកល្បងវិធីសាស្ត្រនេះហើយឬនៅបាទខ្ញុំបានឈ្មោះរស់ម៉ៅហើយនៅភូមិនេះហៅថាភូមិបន្ទាយចំពុលឃុំពពាលស្រុកត្រាំកក់ខេត្តតាកែវបាទខ្ញុំជាកសិករបើនិយាយទៅខ្ញុំចាប់ដើមធ្វើតាំងពីឆ្នាំ2003មកបើនិយាយទៅវាពាក់ព័ន្ធនឹងសម្រែសម្រួលអាកាសធាតុយើងខ្វះទឹកខ្វះអីចឹងណាបាទអីមួយទៀតដើមឈើធំច្រើនចឹងហើយវិជាកសិករយើងខ្លះគាត់អត់ដាំទេដោយសារមិនគាត់ថាដាំវាអត់កើតអត់មានដីដាំចឹងទៅផ្ទះគាត់សិនដើមឈើដើមអីចឹងណាបាទគាត់មិនអាចធ្វើកើតទេបាទអញ្ចឹងខ្ញុំដាំនិយាយទៅខ្ញុំដំបូងខ្ញុំអត់មានគិតពីណាទេខ្ញុំគិតតែជីវភាពខ្ញុំទៅមិនឲ្យរីកចម្រើនជីវភាពខ្ញុំហូបគ្រប់គ្រាន់ទេដល់ហើយទៅបានខ្ញុំគិតឃើញអ្នកដទៃថាធ្វើម៉េចឲ្យគេបានហូបដែរបាទចំពោះនេះខ្ញុំដូចឃើញស្រាប់ហើយនៅកន្លែងនេះគឺសិតតែរបស់អេតចាយរបស់គេបោះចោលបាទដូចបាវនេះអីគេយកដុតចោលដែរធ្វើសំណង់ហើយដុតចោលបាទអញ្ចឹងខ្ញុំកែច្នៃរបស់ដែលចាស់ហ្នឹងយកមកធ្វើដើម្បីឲ្យវាប្រសើរវិញអារបស់ដែលបោះចោលហ្នឹងណាបាទដូចឡាំងស្នោឡាំងអីនេះភាគច្រើនគេបោះចោលទេបាទនិយាយទៅដំណាំខ្ញុំទាំងអស់ហ្នឹងសិតតែដូចប្រេងឆាប្រេងអីហ្នឹងសិតតែគេបោះចោលបាទអញ្ចឹងខ្ញុំកែច្នៃយកមកធ្វើឲ្យមួយទៀតវាពាក់ព័ន្ធរឿងថាគាត់ចំមន់គាត់ថាអូបើដូចដាំដូចចាស់ខ្ញុំអញ្ចឹងមន់ចឹកអស់ហើយបានហូបទេបាទអញ្ចឹងខ្ញុំមន់ក៏មានដែរបាទប៉ុន្តែខ្ញុំដាក់មន់ដល់ឡែកបាទខ្ញុំដាំបន្លែដល់ឡែកអញ្ចឹងវាពាក់ព័ន្ធនេះចេះពាក់ព័ន្ធថាខ្ញុំចំមន់យកអាចមន់មកដាំបន្លែដល់ពេលបន្លែខ្ញុំលក់អត់អស់ហើយមួយអាចាស់អីខ្ញុំយកអាហ្នឹងយកទៅហាន់ឲ្យមន់ស៊ីវិញដំបូងខ្ញុំអត់ទាន់រកឃើញរឿងដាំក្នុងហ្នឹងទេខ្ញុំដាំដីហ្នឹងតែងតែវាអត់សូវបានផលទេបាទដោយសារតែធាតុអាកាសយើងឥឡូវដឹងហើយដល់ក្តៅគឺក្តៅខ្លាំងពេកបាទអីបើវាដូចភ្លៀងហ្នឹងភ្លៀងខ្លាំងពេកអញ្ចឹងណាហើយទឹកជន់លិចអស់យើងមិនអាចដាំបានទេចាំដល់ទឹកនឹងស្រកមួយខែអីនោះបានដាំបានចុះបើឡាំងស្នោអស់នេះទឹកកាលណាពួនហ្នឹងវាហ្មំឡើងដល់ហ្នឹងវាឆ្ងាយហើយបើយើងឡាំងតិចតួចអីយើងអាចលើកដាក់លើហ្នឹងបានដល់ពេលទឹកស្រកមកយើងអាចដាក់ទៅកោវិញបានមុខរបរខ្ញុំគឺធ្វើនំចុកលក់ហើយហូបអត់ដែលគ្រប់គ្រាន់ទេបាទហើយមួយទៀតគឺខ្ញុំដើរស៊ីស្នួលគេនិយាយទៅចំណាក់ស្រុកហើយអស់ហើយធ្វើចុះឡើងភ្នំចុះអូអីធ្វើអស់ហើយធ្លាក់គីឡូទៅអីធ្វើអីមិនមកចប់ដើម្បីជីវិតដើម្បីគ្រួសារអត់តែពីមុខទេអត់តែធ្វើចោលសុំទៀនបាទប៉ុណ្ណឹងឯងគេឲ្យប៉ុណ្ណឹងគឺខ្ញុំធ្វើទាំងអស់ដើម្បីជីវភាពប៉ុន្តែនៅតែខ្វះមន្ទីរកសិកម្មយើងហ្នឹងមន្ទីរកសិកម្មយើងហ្នឹងក៏ចុះមកណែនាំបង្រៀនបង្ហាត់ខ្លះអីចឹងទៅណាដល់ហើយនាំមើលកន្លែងណាដែលគេធ្វើបានជោគជ័យអញ្ចឹងខ្ញុំខិតខំធ្វើម៉េចដើម្បីកុំប្រើគីមីកុំប្រើថ្នាំពុលបាទអញ្ចឹងខ្ញុំធ្វើនេះអ្វីទាំងអស់ហ្នឹងគឺអត់មានទិញគេមករៀលទេបាទអញ្ចឹងបើបងប្អូនទស្សននិកជនទាំងអស់ដែលចង់ធ្វើចង់ដាំក្នុងហ្នឹងណាយើងឧទាហរណ៍ឡាំងស្នោនេះមួយអញ្ចឹងដំបូងយើងធ្វើអីបើយើងតាឡាំងហ្នឹងវាចិត្តអីយើងត្រូវចោះហ៊ុនវាប្រហោងទៅក្រោមសិនបាទហើយអញ្ចឹងមកយើងត្រូវដាក់សម្រាមហ្នឹងឧទាហរណ៍ថាបដោតតែសម្រាមមួយវាមានកំតិចសម្បើងវាមានកៃដូងកាំពូអីដែលគេបោះចោលហ្នឹងណាយើងយកមកទ្រាំនៅបាតឡាំងហ្នឹង30%ទ្រាំមកបានយើងលាយនេះជីដែលខ្ញុំលាយនេះហៅថា733ហ្នឹងយកមកដាក់ពីលើវាហ្នឹងហើយយើងដាំទៅដល់ពេលដាំហើយបានមួយអាទិត្យអីគឺយើងស្រោចជីទឹកមកបើយើងនិយាយពីដាំលើឡាំងនេះហើយដីហ្នឹងគឺវាស្អាតជាងដីហើយដោយថាដីហ្នឹងគឺយើងដាំទៅវាមាន
ពួកបាក់តេរីច្រើនណាស់បាទហើយវិស័យមួយទៀតយើងយ៉ាប់ជាងដែលដាំនៅក្នុងឡើងស្នោដោយសារតែដីបន្តិចទៅវាខាស់យើងជ្រុំជើងតិចទៅបោចឆ្មៅតិចទៅបោចឆ្មៅធ្វើឲ្យយើងខាតពេលវេលាដល់ពេលយើងដាំនៅលើនេះគឺភ្លៀងមកអីមកវាអត់ប្រម៉ោកទេវានៅលើនេះបាទអញ្ចឹងគឺដំណាំយើងការលូតលាស់ហ្នឹងគឺអត់មានបាក់តេរីអត់មានអីទេគឺវាល្អជាងដែលយើងដាំនៅដីកុំចាំបាច់តែបើយើងឃើញហើយយើងទៅមិនយើងសម្រែសម្រួលតាមតំបន់ដែលគាត់មានកុំចាំចង់ធ្វើដែរប៉ុន្តែអត់មានអាមុខហ្នឹងខ្ញុំថាស្រុកខ្មែរយើងសម្បូរបាទលមួកសត្វអីបើគាត់អត់មានគូចិញ្ចឹមក៏គាត់ចិញ្ចឹមមាន់ដែរហើយគាត់ចិញ្ចឹមជ្រូកដែរអញ្ចឹងអាពពួកអស់ហ្នឹងហើយយើងធ្វើម៉េចកុំចំណាយច្រើនចំណាយតិចប៉ុន្តែបានផលច្រើនហើយដូចរបស់អស់ហ្នឹងចាស់ហ្នឹងគឺយើងអាចយកមកធ្វើទៅបានហើយវាកន្លែងណាក៏មានដែរមិនអត់ទេការដាំដំណាំនៅផ្ទះដោយប្រើបច្ចេកទេសលើស្នោពិតជាមានលក្ខណៈងាយស្រួលទោះបីយើងដាំលក្ខណៈគ្រួសារឬប្រកបអាជីវកម្មក៏ដោយវាមានគុណប្រយោជន៍ច្រើនលើសលប់អាចចំណេញទាំងពេលវេលាថវិកាហើយងាយស្រួលនៅក្នុងការថែទាំជាពិសេសយើងបានដឹងថាបន្លែនោះគឺជាបន្លែធម្មជាតិមិនប៉ះពាល់ដល់សុខភាពអ្នកទទួលទានលើសពីការផ្គត់ផ្គង់សម្រាប់គ្រួសារលោកពូក៏បានលក់ទៅកាន់ទីផ្សារដើម្បីរកចំណូលបន្ថែមផងដែរលោកពូក៏បានលើកទឹកចិត្តដល់កសិករឲ្យផ្ដោតការដាំដំណាំតាមបែបធម្មជាតិជាងការប្រើប្រាស់ថ្នាំគីមីដែលបណ្ដាលឲ្យខូចដីនិងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ពីកម្មវិធីបំណិនជីវិតសូមអរគុណសូមជម្រាបលា